សួស្តីបងប្អូនតើបងប្អូនណាចង់រៀនធ្វើជា garden box បាទ garden box garden raised bed or whatever they call បើសិនជាបងប្អូនចង់រៀនរបៀបធ្វើខ្លួនឯងដោយមិនចាំបាច់ទៅចំណាយលុយទិញរបស់គេបាទយើងធ្វើខ្លួនយើងតម្រូវចិត្តខ្លួនយើងចង់បានសាយប៉ុណ្ណាយើងធ្វើតាមប៉ុណ្ណឹងហើយចង់បានរូបរាងមកយើងធ្វើអញ្ចឹងបាទបើបងប្អូនចង់រៀនថ្ងៃនេះមកធ្វើជាមួយខ្ញុំបាទខ្ញុំនឹងប្រាប់បងប្អូនពីរបៀបធ្វើបាទដំបូងយើងត្រូវដឹងថាយើងត្រូវប្រើ tool អីខ្លះដើម្បីធ្វើបាទបងប្អូនមិនចាំបាច់ត្រូវការ tool ដូចខ្ញុំទេបងប្អូនអាចប្រើជាដេកគោលឬក៏ជា screw យើងធម្មតាបាទ screw ធម្មតាដំបូងនេះយើងត្រូវការtape measure មកសម្រាប់វាស់វែងកាត់វាហើយនឹងយើងត្រូវការប្រើអាណាមួយសម្រាប់កាត់យើងប្រើអាញូឬក៏ staple gun នេះបាទបងប្អូន staple gun នេះយើងត្រូវការ require to use air compressor តែសម័យឥឡូវនេះគេមានអាថ្មបងប្អូនគេមានអាដាក់ថ្មបងប្អូនអាចទិញអាដាក់ថ្មមកប្រើស្រួលមិនចាំបាច់ចំណាយលុយទិញ air compressor ដូចខ្ញុំទេប៉ុន្តែជំនាន់មុនវាអត់មានអញ្ចឹងខ្ញុំត្រូវការទិញអានេះtool ដែលខ្ញុំមានរួចស្រាប់ហើយមួយទៀតគឺយើងត្រូវការscrew driver នេះដាក់ថ្ម screw driver យើងត្រូវការ drill machine បើដូចខ្ញុំនិយាយអញ្ចឹងបើបងប្អូនមិនចាំបាច់ប្រើ tool អស់នេះក៏បានដែរប៉ុន្តែជួនកាលយើងដំដេកគោលទៅឬក៏យើងដំដាក់ screw ទៅបើយើងអត់ drill អត់ pre drill វាសិនវាធ្វើឲ្យឈើនឹងបែកណាបងប្អូនណាវាអត់ល្អអញ្ចឹងtool ដែលខ្ញុំមានគឺមានប៉ុណ្ណឹងហើយជាពិសេសនោះគឺWanta បាទអានេះជាសំខាន់សម្រាប់បងប្អូនហើយនឹងស្រោមដៃផងដែរកុំឲ្យឈើវាមុតវាអីឥឡូវនេះយើងចាប់ផ្ដើម also យើងត្រូវការ screw បាទខ្ញុំប្រើ screw តើបងប្អូនប្រើស្អីក៏បានដែរតាមចិត្តរបស់បងប្អូនបាទតែចំណែកខ្ញុំប្រើ screw ហើយ screw ហ្នឹងយើងត្រូវការទិញអា outside screw បងប្អូនឃើញគេដាក់screw ដែលស្រាប់ use នៅខាងក្រៅផ្ទះនេះតែញ៉ាំ screw គេប្រើក្នុងផ្ទះវាអាចច្រេះand អូខេខ្ញុំដាក់ Wanta សិនមុននឹងខ្ញុំចាប់ដើមឥឡូវយើងមានឈើដែលយើងកាត់រួចហើយបាទខ្ញុំដាក់កាត់រួចហើយហើយដៃទៀតឈើខ្ញុំព្រីកាត់រួចហើយឈើនេះគឺ11 inches tall អានេះយើងធ្វើសម្រាប់កម្ពស់វាខ្ញុំបង្ហាញបងប្អូនពីរបៀបចាប់អានេះជ្រុងវាហើយឈើខ្ញុំឥឡូវនេះខ្ញុំបង្ហាញបងប្អូនធ្វើពីរបៀបធ្វើ48 inches by 24 inches by 11 inches high អូខេ11 inches tall ខ្ញុំព្រីកាត់ឈើនេះរួចហើយខ្ញុំនឹងចាប់ឲ្យបងប្អូនមើលតែមុនដំបូងមុននឹងចាប់យើងត្រូវចាប់គុំឈើនេះជាចេះសិនបងប្អូនជាជ្រុងចេះសិនជា L shape នេះ L shape ដូចចេះដើម្បីយើងចាប់ឲ្យជ្រុងវាហើយចាំមកជាមួយខ្ញុំអូខេចំណែក staple គេហៅអា thread nail នេះអា nail តូចនេះដែលប្រើជាមួយ nail gun នេះខ្ញុំប្រើលេខ 1 and quarter 1 and 3 quarter បាទ1 and 3 quarter ដើម្បីចាប់គុំអាពីរនេះជាប់គ្នាអូខេវាមានស្ថានភាពបែបនេះបងប្អូនដេកគោលហើយយើង open អានេះមកយើងដាក់ចូលមកចេះនេះបងប្អូនណាយើងដាក់ចូលមកអញ្ចឹងរួចយើងរុញវាទៅបើសិនបងប្អូនរុញវាកັບចេះសង្ឃឹមថាបងប្អូនមើលខ្ញុំឃើញណាបងប្អូនណាបើមិនឃើញប្រាប់ខ្ញុំបើក air compressor រួចហើយឡើយខ្ញុំកាន់ចូលទៅបងប្អូនមើលឃើញទេបងប្អូននេះឥឡូវខ្ញុំដាក់ចេះណាបងប្អូនណាខ្ញុំដាក់វាទៅចេះហើយខ្ញុំចាប់ពីកូនមកខ្ញុំដាក់ឲ្យស្មើហើយខ្ញុំវាយទៅកូនមួយបាច់ឥឡូវយើងរួចមួយបងប្អូនឃើញទេហ្នឹងហើយរួចមួយយើងត្រូវធ្វើចឹង4ណាបងប្អូនបាទពី
អូខេបងប្អូនក្រោយពេលយើង staple វារួចហើយក្រោយពេលយើង nail វារួចហើយខ្ញុំអានេះខ្ញុំ nail វា4បងប្អូនណាយើង nail គៀនចុងនេះ1កដាល2ណែទេឯនេះចុងនេះមួយទៀតហើយក្រោយពេលខ្ញុំ nail វារួចហើយក្រោយពេលខ្ញុំដាក់ decol ដាក់ staple វារួចហើយខ្ញុំនឹង pre-drill 3 1នៅចុងនេះកដាល and ចុងខាងនេះpre-drill រួចខ្ញុំនឹងចាប់ screw បងប្អូនណាយើងចាប់ screw វាតុបហើយ screw ខ្ញុំប្រើ screw ប្រភេទនេះបាទគឺជា outside screw សម្រាប់ outside ខ្ញុំប្រើលេខវានេះបងប្អូននេះខ្ញុំទិញមកពីឡូកំដឹង Home Depot កំដឹងខ្ញុំភ្លេចហើយប៉ុន្តែហ្នឹងហើយខ្ញុំប្រើ screw វាហ្នឹងខ្ញុំចាប់3ចេះបងប្អូននេះហ្នឹងហើយដាក់ឲ្យបងប្អូនមើលឃើញតិចខ្ញុំដាក់ screw 3អញ្ចឹងហើយខ្ញុំចាប់ decol 3មកហើយចាប់ screw មកបងប្អូនឃើញខ្ញុំចាប់អត់អូខេរួចមើងបងប្អូន decol ផងscrew ផងគឺចាប់ទៅជាប់ល្អណាស់អានេះយើងដាក់ corner វាជ្រុងមួយអូខេ4 corner ទាំង4បានចាប់រួចហើយឥឡូវយើងមកគុំវាកាលណាគុំវាបងប្អូនឃើញស្រាប់ហើយអានេះវាមានពេលយើងដាក់ចេះទៅគឺវាតូចមកជាហៀងប្រឡោះកដាលនេះវាតូចមកជាហៀងខាងនេះវាធំអញ្ចឹងដល់ពេលយើងគុំយើងយកអាមេយើងមកចាប់យើងត្រូវចាប់ចេះណាបងប្អូនយើងត្រូវចាប់ចេះស៊ីអាកន្លែងតូចនេះយើងចាប់ចេះហើយដល់ពេលមួយទៀតអាវែងយើងចាប់មកខាងនេះអញ្ចឹងវាប្រឡោះគ្នានេះបងប្អូនឃើញទេបាទទៅវាទៅជារៀងចេះណាបងប្អូនណាឥឡូវខ្ញុំចាប់ទៅតឹងតូចអញ្ចឹងសិនបងប្អូនមើលសិនយើងចាប់ decol តុកសិនបងប្អូននេះឃើញស្រាប់ហើយនេះឥឡូវទៅតឹងវាណាបងប្អូនណា24 inch ឥឡូវយើងទុកវាទៅក្រោមសិនយើងចាប់មួយទៀតពេលបងប្អូនដាក់ឈើបងប្អូនដាក់មើលផងបើថាដូចវាមានកន្លះខ្មៅឬក៏មិនសូវស្អាតអីយើងដាក់នៅខាងក្នុងព្រោះខាងក្នុងយើងត្រូវដាក់ដីអញ្ចឹងណាបងប្អូនយើងយកអាណាដែលមុខស្អាតទេយើងដាក់ខាងក្រៅទៅឲ្យឃើញស្អាតបងប្អូនតិចតិចទៅវាចាក់ក្អកđây là buổi chiều cắt lù công việc của decol tôi bảo mình ba cái nó việc toàn đẹp lử khi nàoយើងចាប់ decol វាមួយទៅពីហើយយើងនឹងចាប់ screw បាទចាប់ screw 2រាមួយចាប់2រាមួយចាប់2ប្រទេសតូចៗហ្នឹងយើងយកខ្ញុំជួយប្រាប់បងប្អូនខ្ញុំភ្លេចប្រាប់បងប្អូនប្រទេសក្តារនេះគឺវាមានតឹងវា3.5 បាទ3.5 inches ប៉ុន្តែ3.5 inches ហ្នឹងបើយើងទៅ store គេដាក់ size ថា4 inches បាទហើយឈើនេះខ្ញុំយកមកពី pallet ឈើដែលគេធ្វើ pallet បងប្អូនទៅរកមើល pallet ណាចាស់ៗដែលគេចោលយើងសុំគេយកមកដល់ចឹងទៅយើងកាត់វាដោះវាចេញពី pallet មកយើងមានប្រទេសឈើចឹងហើយយើងវាស់វាជា size ចង់ប៉ុណ្ណាក៏បានដែរអានេះខ្ញុំប្រាប់បងប្អូននេះគឺថាមិនចង់ឲ្យបងប្អូនអស់ចំណាយអស់លុយច្រើនគឺយើងទៅទិញឈើពី store មកក៏វាថ្លៃដែរអញ្ចឹងបើយើងអាចទៅរកឈើដែល pallet ចាស់ៗដែលគេចោលហ្នឹងយើងមើលអាណាស្អាតៗយើងកាត់វាយកមកដូចខ្ញុំទៅយើងកាត់វាយកមកជួនកាលមាន decol អីគេបាយជាប់ចឹងយើងដក decol ហ្នឹងចេញទៅតែអត់អីឈើវានៅស្អាតយើងអាចយកមកធ្វើបានណាបងប្អូនដូចខ្ញុំទៀតនេះខ្ញុំយកមកពី pallet តែបងប្អូនឃើញហ្នឹងហើយគាត់ចង់ជម្រាបប្រាប់បងប្អូនចឹងបាទបងប្អូនចង់ទៅទិញឈើគេក៏មានដែរបងប្អូនចង់ទៅទិញឈើគេវាមានសាយជាប៉ុណ្ណឹងបងប្អូនអានេះគឺឈើដែលគេធ្វើលបងបាទបងប្អូនឃើញហើយលបងផ្ទះដែលគេធ្វើពីឈើគឺគេយកឈើហ្នឹងបាទឈើហ្នឹងយើងទៅទិញគេទៅសួរគេថាឈើដែលធ្វើលបងហ្នឹងគេហៅស្អីយើងទៅប្រាប់គេទៅឈើនេះវាមានតឹងវា5កន្លះបាទ5 inches កន្លះ
ចឹងយើងទៅទិញវាមាន4 feet វាមាន5 feet វាមាន6 feet ហើយយើងចង់យកអាមួយណាយើងយកមកកាត់ទៅបាទដូចខ្ញុំនេះខ្ញុំយកអា6 feet មក6 feet មកខ្ញុំកាត់ជា2ទៅបានមួយស្រាប់អាខ្លីបានមួយស្រាប់អាវែងណាបងប្អូនណាអាហ្នឹងយើងយកអា6 feet បាទបើយើងយកអា4 feet យើងតើទិញ4 feet យើងមក4 feet ដូចខ្ញុំប្រើចឹងអានេះ size 48 inch គឺវា4 feet ហ្នឹងណាបងប្អូនបើយើងទិញអា4 feet យើងត្រូវទិញអា4 feet នេះចំនួន4គឺថា2ជារៀងកណ្ដោ2ជារៀងកណ្ដាលហើយទិញ2ទៀតសម្រាប់ទៅតឹងគឺយើងយក2មកយើងកាត់ជាកណ្ដាលនេះទៅវាបាន24 inches បាទអានេះគាត់ចង់ជម្រាបប្រាប់បងប្អូនប៉ុន្តែបងប្អូនចង់ទៅទិញឈើហើយបងប្អូនថាមិនចង់ឲ្យអត់ចំណាយអស់លុយច្រើនធ្វើដូចខ្ញុំទៅរកផលិតចាស់ៗមកយើងយកមកកាត់វាទៅណាបងប្អូនហ្នឹងហើយវាប្រើបានដូចគ្នាដែរបងប្អូនបាទគាត់ថាឈើផលិតវាមិនសូវស្អាតដូចជាឈើដែលយើងទិញពីព្រោះឈើដែលយើងទិញវាយើងអាចរើសយកឈើល្អៗមកឈើផលិតជាងកាត់វាមានកញ្ឆែកកញ្ឈួងអីតិចតួចហើយជាងហើយវាមាននីលវាមានកន្លែងគេដំនីកូលដំអីហ្នឹងចឹងវាមានប្រហោងមានអីតិចតួចប៉ុន្តែអាចដាំបានអាចធ្វើបានបាទហ្នឹងហើយខ្ញុំចង់ជម្រាបប្រាប់បងប្អូនប៉ុណ្ណឹងឥឡូវយើងធ្វើបន្តទៀតបាទឥឡូវយើងចាប់បានអានេះជាប់ហើយចាប់បាននេះជាប់ហើយនឹងយើងនឹងដាក់ screw ថែមហើយខ្ញុំនឹងប្រាប់បងប្អូនថា screw មកអី screw ធន់ណាស់ដែលយើងត្រូវដាក់ខ្ញុំ screw ខ្ញុំសិនបងប្អូនមានអត់ទេហើយមាន screw មានខ្លះបងប្អូនមានខ្លះបាទហ្នឹងហើយខ្ញុំប្រើ screw វាសាយប៉ុណ្ណេះបងប្អូនអានេះវាជាសាយ1 and a quarter 1 and a quarter អញ្ចឹងបងប្អូនទៅទិញ download នៅ Home Depot មានណាបងប្អូនហើយយើងយកមកយើងដូចគ្នាអញ្ចឹងយើងត្រៀលវាតិចតិចទៅកុំឲ្យឈើនឹងវាបែកណាបងប្អូនយើងត្រៀលវាតិចតិចឲ្យវាជាប់អូខេអានេះយើងរួចហើយបងប្អូននេះខ្ញុំចាប់ screw បងប្អូនឃើញទេនឹងបងប្អូនមើលឃើញអត់ទេបាទខ្ញុំចាប់ screw 2ទាំងសងខាងមើងបងប្អូនអត់ទៅណាទេទោះបីបងប្អូនចង់ដាក់ដីប្រមាណកាឆេដាំក៏វាអត់ទៅណាដែរអត់ខូចអត់អីខាតទេពីព្រោះវាអត់លបើកអត់អីទេពីព្រោះឈើហ្នឹងវាឈើគេសម្រាប់ប្រើនៅខាងក្រៅដែរអញ្ចឹងក៏វាធន់ដែរហើយដូចខ្ញុំនិយាយអញ្ចឹងយើងត្រូវ pre trial វាសិនបើមិន pre trial ទេវាបែកដោយអាមួយនេះអញ្ចឹងបងប្អូនឃើញទេព្រោះខ្ញុំ pre trial ប៉ុណ្ណឹងណាតែបែកទៀតនៅក្រាកទៀតព្រោះឈើវាស្រួយណាបងប្អូនណាហ្នឹងហើយយើងពេលយើងដាក់ចាប់ជាប់ទាំងអស់នឹងរួចហើយដល់យើងផ្គុំអាវែងហើយហ្មងហាអូខេនេះបងប្អូនឃើញទេឃើញជារាងបកចេញនៅបាទខ្ញុំចាប់អានេះ off camera ព្រោះខ្ញុំប្រើនេះទៅវាអត់មានកន្លែងដាក់ថតឲ្យបានត្រឹមត្រូវអញ្ចឹងខ្ញុំចាប់screw នេះអត់មានបានថតទេបងប្អូនសូមអភ័យទោសប៉ុន្តែឥឡូវខ្ញុំ show បងប្អូនពីរបៀបធ្វើបាទដំបូងក្រោយពេលដែលយើងចាប់ទទឹងនេះរួចហើយយើងដាក់វាមកអញ្ចឹងទៅហើយយើងចាប់ខ្លែមនេះបងប្អូនចាប់ខ្លែមរឹតវាពីព្រោះឈើវាវែងចេះជួនកាលវាឈើខ្លះវាបោវាអីចឹងទៅយើងចាប់វារឹតវាតឹងតិចចាប់វារឹតឲ្យតឹងហើយយើងដាក់អាគៀននេះឲ្យស្មើរួចហើយយើងចាប់ screw វាណាបងប្អូនណានេះដូចចេះដែរចាប់រឹតវាទាំងសងខាងព្រោះឈើនេះបើយើងអត់រឹតទេវាមានប្រហោងវាខ្លះអីខ្លះចឹងទៅតែយើងរឹតវាតឹងរឹតហើយយើងចាប់ screw មកយើងចាប់2ចឹងអូខេ2ចឹងមកឥឡូវជាប់មើងណាបងប្អូននេះហានេះជារាងbox 48 by 24 inches បាទហើយនៅតែដាក់អាមេកដាលនេះមួយទៀតទេបងប្អូនយើងដាក់មេកដាលចេះមួយទៀតនេះដាក់មេកដាលចេះមួយទៀតមកហើយប៉ុន្តែមេកដាលនេះយើងត្រូវដាក់នៅពីក្រៅទេណាបងប្អូនដាក់ចេះហ្នឹងហើយដាក់ពីក្រៅចេះមិនមែនដាក់ពីខាងក្នុងទេយើងដាក់ពីខាងក្រៅបកដូចជាបកអញ្ចឹងយើងដាក់វាក្រៅចេះនេះណាដល់យើងមើលទៅយើងឃើញទេវាមានអាជ្រុងវាមានអាកដាលសម្រាប់ទប់ចាប់ទប់កុំឲ្យវាបែកឈើនឹងវាញែកពីគ្នាបងប្អូនបាទឥឡូវនេះបកយើងរួចហើយបងប្អូនបាទនេះបងប្អូនឃើញទេបាទនេះជារាងបកដែលយើងធ្វើមិញឥឡូវចេញជារូបរាងហើយបងប្អូនបាទ
ហ្នឹងហើយយើងដាក់អញ្ចឹងណាបាទហើយយើងយកទៅដាក់ដាំនៅលើស៊ីម៉ង់ក៏បានដាំនៅលើស្មៅក៏បានដាំនៅតាណាក៏បានដែរវាងាយស្រួលហើយបងប្អូនទៅទិញដីបងប្អូនត្រូវមើលដីណាដែលគេដាក់ថាខ្ញុំមើលដីនេះបាទដីនេះគេដាក់ថា say grade for in ground អានេះគេដាក់ grade for in ground or in a container អូខេso ដីនេះបើយើងយកមកដាំទៅយើងដាក់ក្នុងថូចេះបងប្អូននេះដាក់ក្នុងថូចេះក៏បានដាក់ផ្ទាល់នឹងដីយើងចេះក៏បានប៉ុន្តែបើយើងដាំនៅក្នុងដីក្នុងបកនេះគេមានដីគេមួយគេដាក់ថាsoil for racing garden bed or whatever they say that is for this one ណាបងប្អូនហ្នឹងហើយបើសិនជាគេដាក់ថាដីសម្រាប់ដាំនៅក្នុងបកហ្នឹងគឺយើងទិញមកយើងដាក់ដាំទៅហើយបើសិនជាបងប្អូនដាំកុំឲ្យដាក់ដីទាំងអស់បាទយើងត្រូវដាក់ស្លឹកឈើឬក៏សម្រាមអីនៅពីក្រោមបន្តិចសិនរួចហើយចាំយើងដាក់ដីនឹងពីលើទៅដីមិនបាច់ដាក់ឲ្យពេញទេបងប្អូនដាក់តែត្រឹមនេះក៏បានដែរនេះដីដាក់តែត្រឹមនេះក៏បានដែរហើយដាំទៅបាទល្អបាទហ្នឹងហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងចង់ចែករំលែកបងប្អូនពីរបៀបធ្វើ garden box នេះឥឡូវយើងធ្វើរួចហើយនេះបកនេះបើខ្ញុំធ្វើលក់ឲ្យគេគឺខ្ញុំលក់$45មួយបាទ$45មួយហ្នឹងដោយសារតែឈើហ្នឹងខ្ញុំបានមក free ទេបាទឈើ free ដូចខ្ញុំនិយាយអញ្ចឹងឈើខ្ញុំយកចេញពី pallet គេមក free ទេអត់បានចេញទិញទេតែបើខ្ញុំទៅទិញគេខុសគ្នា$10បងប្អូនទិញឈើគេខុសគ្នា$10បាទហើយកម្រៃតិចតួចប៉ុណ្ណឹងបងប្អូនហើយបើបងប្អូនត្រូវការមានសំណួរមាន question អីសូមអញ្ជើញបាទទាក់ទងមកខ្ញុំមក drop comment មកចាំខ្ញុំនឹងស្វែងយល់ហើយខ្ញុំនឹងធ្វើជាវីដេអូបង្ហាញបងប្អូនទៀតបាទសូមអរគុណជម្រាបលាបាទបាយ